ចាប់ផ្ដើមសាច់រឿងមកយើងឃើញមានបរិសម្នាក់ដែលគាត់មានឈ្មោះថានីងហ្វានគាត់គឺជាតួឯកនៅក្នុងរឿងមួយនេះដោយគាត់បាននិយាយឡើងថាសូម្បីតែគ្រូទាំងអស់នៅក្នុងសាលានេះគឺស្ថិតនៅក្រោមបាតជើងខ្ញុំតែប្រវត្តិរបស់គាត់មានការសោកសៅជាខ្លាំងគាត់បានមកធ្វើជាគ្រូបង្រៀននៅក្នុងថ្នាក់មួយដោយប្រូវ៉ែនតាបាននិយាយទៅប្រូម៉ាប់នឹងថាឯងបានដេញនៅក្នុងម៉ោងសិក្សាដោយមិនខ្វល់ពីវត្តមានរបស់គ្រូហើយប្រូម៉ាប់បានតទៅប្រូវ៉ែនតាវិញថាកុំខ្វល់អីថ្នាក់យើងគឺជាថ្នាក់ D ដែលជាថ្នាក់ដែលទុនខ្សោយជាងគេនៅក្នុងចំណោមថ្នាក់ទាំងអស់ហើយតួឯកប្រូយើងមានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលគាត់បានមកបង្រៀនថ្នាក់ D មួយនេះព្រោះសិស្សនៅក្នុងថ្នាក់មានអ្នកណាស្ដាប់គាត់ឡើយភ្លាមនោះមាននារីម្នាក់ដែលជាកូនសិស្សបាននិយាយឡើងថាគ្រូឥតប្រយោជន៍មកបង្រៀនតែភាពឥតប្រយោជន៍ត្រឡប់ទៅផ្ទះវិញទៅដោយនាងបានដេញតួឯកប្រុសរបស់យើងតួឯកប្រុសរបស់យើងបានតទៅកាន់នាងវិញថានៅក្នុងសាលាប៉ុន្តែនាងបានជាយកម្សៅយកអីមកបីធ្វើការតុបតែងផាត់មុខទៅវិញវាមិនសមភ្លាមនោះមានអាចអចែមថ្នាក់ C បានមករើរឿងដោយគេបានប្រើបរិសម្នាក់ដែលមានឈ្មោះថាសាងធានយ៉ាងដើម្បីឲ្យទៅទិញបរិយឲ្យពួកគេហើយពួកគេបានគម្រាមវាថាគឺត្រូវចេញលុយឲ្យផងហើយពួកនោះក៏មានការផ្ទុះសំណើជាខ្លាំងប្រូវ៉ែនតាបាននិយាយទៅកាន់ប្រូម៉ាប់ថាមើលទៅក៏មិនខ្វាយខ្វល់ជាមួយនឹងកូនសិស្សនោះទេទាំងតែគេមករើរឿងដល់ក្នុងថ្នាក់ហើយប្រូម៉ាប់របស់យើងបានតបទៅកាន់ប្រូវ៉ែនតាថាបំភ្លេចចោលទៅថ្នាក់យើងគឺជាថ្នាក់ចោមសៀតពេលនោះតួឯកប្រុសរបស់យើងក៏បាននឹកឃើញទៅដល់ការប៊ូលីរបស់អ្នកទាំងអស់គ្នាមកលើគាត់ហើយតួឯកប្រុសរបស់យើងគឺជាចៅប្រុសបង្កើតរបស់ក្រុមប្រឹក្សាប្រចាំសាលាទាំង6ផងដែរនឹងបានភ្ជាប់ពាក្យជាមួយនឹងកូនស្រីលោកនាយកនៅក្នុងសាលានេះតែជាអកុសលតួឯកប្រុសរបស់យើងបានជួបនឹងអពតវហេតុមួយធ្វើឲ្យក្រុមគ្រួសាររបស់គាត់បានបាត់បង់ជីវិតធ្វើឲ្យគាត់បានក្លាយជាមនុស្សអត់ប្រយោជន៍លោកនាយកបានដេញឲ្យគាត់ទៅបង្រៀនសិស្សថ្នាក់ D និងបានផ្ដាច់ពាក្យរវាងតួឯកប្រុសរបស់យើងនិងកូនស្រីរបស់គាត់ផងដែរទោះបីជាសង្សាររបស់គាត់ខំហាមយ៉ាងណាក៏គាត់មិនស្ដាប់ពេលនោះធ្វើឲ្យតួឯកប្រុសរបស់យើងបាននឹកឃើញរឿងដែលគេធ្វើបាបនិងប៊ូលីគាត់កន្លងមកធ្វើឲ្យគាត់មានការខឹងជាខ្លាំងហើយអាចអចារ្យនោះនៅតែបន្តប៊ូលីមកលើកូនសិស្សរបស់គាត់ភ្លាមនោះតួឯកប្រុសរបស់យើងគាត់ក៏បានស្ទុះទៅដាក់អាចអចារ្យដល់មកពីថ្នាក់ C នោះធ្វើឲ្យអ្នកទាំងអស់គ្នានៅក្នុងថ្នាក់នោះមានការភ្ញាក់ផ្អើលភ្លាមនោះ system ក៏បានលោតឡើងដោយតួឯកប្រុសយើងមានការឆ្ងល់ជាខ្លាំងដោយ system បាននិយាយឡើងថាបើអ្នកចង់បានសមត្ថភាពថ្មីអ្នកត្រូវតែរកបន្ទុកជឿជាក់ភ្លាមនោះគាត់បានទៅមើលកូនសិស្សរបស់គាត់ដោយប្រូម៉ាប់មានការជឿជាក់មកលើគាត់មួយធ្វើឲ្យគាត់បានមួយបន្ទុកហើយប្រូវ៉ែនតាក៏មានការបោកមួយផងដែរប៉ុន្តែប្រូដែលត្រូវគេប៊ូលីគឺគាត់បោកច្រើនជាងគេគឺ3ហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ជាចុងក្រោយសូមឲ្យបងប្អូនដែលលេងក្នុងឱកាសចូលឆ្នាំទទួលបានសុខសប្បាយ